ពេលវេលាចេះតែកន្លងផុតទៅជានិច្ចថ្ងៃរះហើយតែងតែលិចជាធម្មតានាឡិកាចេះតែធ្វើដំណើរឥតមានឈប់ឈរឡើយជីវិតក៏ចេះតែអស់ទៅតាមពេលវេលាដែរនេះជាសកម្មភាពពុកម៉ែបងប្អូនដែលជាអ្នករស់នៅតាមដងទន្លេពួកគាត់បដែតមកយកត្រីឆ្ពិនហើយពួកគាត់តែងតែបដែតជារៀងរាល់ឆ្នាំឲ្យទៅដល់ខែ11 12ពីដើមខែ11 12នេះគឺជាខែដែលត្រីចោះទាំងត្រីតូចនិងត្រីធំគឺចោះក្នុងខែ11 12ដែលចាស់ពីដើមគាត់តែងតែហៅថាខែត្រីចំណាស់បងប្អូនប៉ុន្តែបច្ចុប្បន្នរយៈពេលប្រហែលឆ្នាំចុងក្រោយនេះអត់ឃើញមានត្រីចោះមិនដឹងថាមកពីបំរែបំរួលអាកាសធាតុឬក៏យ៉ាងណា